ដូចបានឃើញក្បាលវីដេអូអញ្ចឹងថ្ងៃនេះយើងទៅនៃយើងបានពពួលស្រី2 3នាក់មកធ្វើការជីកខ្ញុំនៅក្នុងចំការចន្ទទីនៅក្រៅផ្ទះបងប្អូនប្រហែលជាអត់អីមើលហើយថ្ងៃនេះខ្ញុំនឹងឲ្យបងប្អូនមកទស្សនាការជីកខ្ញុំនៅក្នុងចំការចន្ទទីក្រៅផ្ទះទាំងអស់គ្នាកុំឲ្យបងប្អូនថាអត់អីមើលអបសុកឥឡូវបងប្អូនមកមើលការជីកខ្ញុំរបស់ពួកខ្ញុំទាំងអស់គ្នានេះគឺសិតខ្ញុំអ្នកខ្លះគេហៅ7ព្រៃអ្នកខ្លះគេហៅខ្ញុំនៅកំពង់ឆ្នាំងហៅខ្ញុំហើយក្នុងមួយរុនហ្នឹងយើងជីកបានជួនកាលបាន5ជួនកាលបាន2ខ្លះក៏បាន20ហើយការជីកហ្នឹងគឺយើងជីកតែល្មមហើយយើងយកស្លាបព្រាកាយដូចឃើញហ្នឹងយើងយកកាយវានៅក្នុងហ្នឹងកាយបាន1 2 1 2អញ្ចឹងធ្លាប់តែឃើញគេជីកឥឡូវយើងមកជីកផ្ទាល់របស់យើងគឺយើងជីកបានដូចឃើញនៅក្នុងវីដេអូរបស់គេដែររុនខ្លះក៏មាន2រុនខ្លះក៏មាន3រុនខ្លះ1ខ្លះហ្នឹងឈានដល់20គេមានដូចជារុននេះជាដើមអញ្ចឹងយើងទទួលបាននឹងចិត្ត10ខ្ញុំជាងហើយរុនមកវាគឺស្រួលរកគេវានៅក្រោមដល់ចន្ទទីរុនមកវាដូចឃើញរុនវាដូចពូនហើយយើងជីកទៅនៅហ្នឹងតែជិះកុំឲ្យជីកជ្រៅពេកជីកម៉មហើយចាំយកស្លាបព្រាកាយដូចនេះម្នាក់ស្រីកាយគឺយើងកាយយើងជីកទៅមកល្មមហើយចាំយើងយកស្លាបព្រាកាយរុននេះបាន5 6តែមករុននេះគឺវានៅក្នុងពីលើដើមចន្ទទីហើយពីក្រោមហ្នឹងវាធ្វើរុនហ្នឹងដល់ពេលយប់ឡើងវាទៅស៊ីស្លឹកចន្ទទីដល់ពេលថ្ងៃវារត់មកដេកដីអញ្ចឹងយើងជីកវាដើម្បីយកទៅពលីងវាតែអាសត្វខ្ញុំនេះគឺវាឆ្ងាញ់យើងបកស្លាបវារួចពលីងវាឆ្អិនបើសិនជាមានពេលយើងយកទៅដេញញុកក្នុងគូតវាទៀតរឹតអេមទៀតវាស្លាបវាកាយនេះមួយទៀតនោះមួយទៀតចុងវែងខ្ញុំមិនអត់ទេមករន5 6ចាប់តែមួយផ្លែបានចិត្ត5គីឡូតែយើងមិនចាប់លោតែយើងចាប់យកទៅពលីងហូបតែអាចអីចឹងណាហើយនឹងតនេនាំអារម្មណ៍បងប្អូនទាំងអស់គ្នាកុំឲ្យថាអត់អីមើលឥឡូវមកមើលការជីកខ្ញុំរបស់ពួកខ្ញុំទាំងអស់គ្នានេះរបៀបជីកខ្ញុំបងប្អូនធ្លាប់ឃើញវីដេអូគេហើយខ្ញុំក៏ធ្លាប់តែមើលវីដេអូគេដែរឥឡូវមកជីកខ្លួនឯងផ្ទាល់មិនមែនជីកខ្ញុំអ្នកកាន់ត្រង់នេះហើយគេអ្នកជីកស្រីគេអ្នកជីកខ្ញុំអ្នករើសតែអ្នករើសក៏ចំបាយដែរក៏ហត់បានមួយទៀតដែរយើងជីកវាគេជីកការជីករបស់គេគេជីកជាបន្តិចហើយតែចាំគេយកស្លាបព្រាកាយចូលក្នុងវានៅក្នុងបើដីធូរទេដបោបើថាដីរឹងបើជា2 1អីទៅអស់ហើយបើដីជ្រេកវានៅក្នុង5ទៅ6ជួនកាល20 10 5 10អីក៏មានហើយចូលមកយើងបានមកដល់ផ្ទះវិញក៏ចាក់ចូលក្នុង